Hello សួស្តីអ្នកនរគ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងគំនុំទេវតាខាងសឹងនៅភាគ472បន្តទៀតចូលមកដល់ភាគនេះដែរភាគីទាំងពីរក្រុមកំពុងតែប្រជុំមុខដាក់គ្នាដោយគណៈពេលនោះច័ន្ទសុធានក៏បានហក់ឡើងលើអាកាសដែលមានដាវមួយក្នុងដៃបញ្ចេញធម្មពលឡើងទៅលើអាកាសបង្កើតទៅជារន្ទះយ៉ាងខ្លាំងគូជើងបងក៏បានជឿទៀតថាគ្រាន់តែទប់ទល់ជាមួយនឹងសមោសង្អាដែលដៃអតិថិមនុស្ស level 4 និង level 5មិនចាំបាច់ប្រាស្និតខ្លាំងដល់ថ្នាក់នេះនោះទេលោកម្ចាស់ទី2ស្រីកំណានរបស់ខ្លួនក៏សរសើរលោកម្ចាស់បើខ្លួនថាពិតជាសង្ហាខ្លាំងមែនទេលោកម្ចាស់ខ្ញុំស្រឡាញ់លោកម្ចាស់ខ្លាំងណាស់វាពេញចិត្តជាខ្លាំងជាមួយនឹងការសរសើរអង្គុយលើកជីចូលលើកជើងបែបនេះតែហ្ស៊ីនមានអារម្មណ៍ថាចង់ខ្ពើមខ្លាំងមែនទែនសូម្បីតែប្អូនប្រុសរបស់គាត់មើលទៅបែរជាស្រីទាំងអស់នេះមិនដែលឃើញស្នៀតសង្ហារបស់ពួកយើងទេដឹងគ្រាន់តែប៉ុណ្្នេះក៏លន់មាត់គ្រប់គ្នាទៅហើយដូចជាមិនឃើញមានអីសង្ហាផងនឹងហ្ស៊ីនក៏អោបដៃឋានច័ន្ទក៏និយាយទៀតថាបើប្រៀបធៀបជាមួយនឹងបងថ្លៃឋានច័ន្ទរបស់ខ្ញុំគឺគាត់សង្ហាជាងនេះទៅទៀតអញ្ចឹងទៅម្នាក់នោះក៏ខឹងជាខ្លាំងមិនពួកឯងហ៊ានមើងងាយនៅអ្នកប្រុសទី2របស់យើងផងតែជិះពួកឯងនឹងខ្លាចទៅជាមាត់ដុតហើយអាប៉ែនោះវាមិនចូលចិត្តអាណាផ្អាប់វានោះទេជាងទៅវាក៏បានចាប់ផ្ដើមគ្រប់វាដើរបន្តិចមុននឹងស្លាប់នឹងក៏និយាយទៀតថាយើងនឹងបញ្ជូនពួកឯងចុះទៅឋាននរកតមកវាក៏បានប្រើប្រាស់នៅស្នេហ៍ពិសេសនៃដាអតិទេពលំហនៅពេលវេលាស្នេហ៍ឲ្យឈ្មោះថាដាសម្រាប់អតិទេពទាំង6ស្រមោលនៃដាជាច្រើនឆ្ពោះទៅខាងមុខថាជាងក៏បញ្ជាក់ទៀតថានេះមិនមែនជាដាដែលឯងអាចគ្រប់គ្រងបាននោះទេប្រពន្ធបកនឹងក៏បានឆ្ពោះទៅខាងមុខដូចគ្នានាងបើកភ្នែកឡើងបន្តិចប្រឈមមុខជាមួយនឹងពលឿននៃផ្លែដាក៏បើកំទេចវាចោលភ្លាមបំផៅរាងកាយរបស់ច័ន្ទសុធានអកធានមកក្រោយវិញដានោះចាប់ដើមលង្កើវាមិនដឹងថាមានអ្វីកើតឡើងនោះទេហេតុអីបណ្ដានេះចាប់ដើមញ័ររថ្នាក់នេះពលប្រកបថាយ៉ាងក៏បានឌឺដងឲ្យប្រមាណម៉ាទៀនហើយក៏បានចាប់អារម្មណ៍ជាមួយនឹងអ្នកបម្រើរបស់ឯងជាខ្លាំងនឹងពិតជាស្អាតមែនទែនសូម្បីតែអេដមីនក៏គិតថាអញ្ចឹងដែរតែម្នាក់នោះដូចជាមិនសូវចាប់អារម្មណ៍អ្នកផ្សេងក្រៅពីលោកម្ចាស់ទី2របស់ខ្លួននោះទេក៏បានបញ្ចេញញើសដាវមួយឆ្ពោះទៅរកគាត់តែប្រវត្តិគាត់ដូចជាសាហាវមែនទែនមានយកយុទ្ធសំបីតែជាស្រីស្អាតគ្រប់វាមួយដាវបំផ្លាញនៅពលឹងនៅរាងកាយចោលក្នុងពេលនឹងមួយរំពេញគប់ចង់លេងជាមួយនឹងគាត់ចាត់ទុកថានេះគឺគាត់ទន់ភ្លន់ចំពោះមនុស្សស្រីទៅហើយអ្នកស្រីដែលជាមនុស្សក្រមបង្គាប់របស់ច័ន្ទជុធានក៏និយាយថាឯងទើបតែ level 5ហេតុអីក៏ឯងអាចសម្លាប់ពីឯង level 4ហេតុអីក៏ឯងអាចសម្លាប់នៅ level 5បានយ៉ាងងាយបែបនេះអញ្ចឹងអាប៉ែនោះវាមិនអាចនៅស្ងៀមបាននោះទេវាវិឆេះនៃធម្មពលសាជាថ្មីកម្លាំងបាញ់លើអាកាសបង្កើតទៅជារន្ទះវានឹងសងសឹកអ្នកដែលបានសម្លាប់នៅមនុស្សរបស់ខ្លួនតែដាននោះមិនអាចស្ដាប់បញ្ជីបាននោះទេវាក៏សួរទៀតថាឯងបានដើរតាមជើងរយៈពេល10000ឆ្នាំមកហើយហេតុអីក៏ឯងទៅជាបែបនេះទៅវិញវាហោះទៅមកខាងវាគ្រប់គ្រងលែងចង់ជាប់គ្រាន់តែស៊ូបេងលើកដៃបន្តិចក៏បានស្រូបដាវនោះមកបានជោគជ័យដាវនេះបានត្រឡប់មកកាន់ម្ចាស់ដើមវិញហើយច័ន្ទជុធានខឹងខ្លាំងមែនទែនក្នុងនាមវាគឺជាអ្នកវឹកហាត់ដែលទីទេពដែល level 8មិនអាចចាញ់ពួកឯងបាននោះទេវាក៏បានបញ្ចេញនៅធម្មពលយ៉ាងខ្លាំងឈូងមួយក៏បានលេចចេញមកសង្កត់ពួកគេក្នុងពេលនោះស៊ូបេងនាងថានាងនឹងសាឡបងនៅដាវរបស់ខ្លួនធម្មពលនៃដាវបាញ់ឡើងទៅលើអាកាសប៉ះជាមួយនឹងជួងគំតិចវាចោលភ្លាមចំណែករាងកាយរបស់ច័ន្ទជុធានក៏បានបំផង់មកក្រៅដូចគ្នាផងដែរវាសឹងតែមិនជឿនោះទេហេតុអីក៏ដាវនេះមានធម្មពលខ្លាំងជាងពេលដែលវាប្រើទៅទៀតតែអញ្ចឹងក៏បញ្ជាក់ប្រាប់ទៀតថាដាវនេះគឺខ្លាំងអញ្ចឹងហើយនៅពេលដែលវាត្រឡប់ទៅកាន់ម្ចាស់ដើមវិញនោះវាភ្ញាក់ឲ្យជាខ្លាំងតែអញ្ចឹងក៏បានបញ្ចេញធម្មពលបន្តិចដើម្បីផ្ដាច់ជីវិតវាចោលខណៈពេលនោះក៏កម្លាំងពណ៌ស្វាយមួយបាញ់ទៅលើអាកាសច័ន្ទស៊ូជីនដែលត្រូវជាបងប្រុសទី1របស់វាក៏បានបង្ហាញខ្លួនតែអញ្ចឹងក៏ដឹងទៀតថាច័ន្ទស៊ូជីនបានឈោមមើលនៅការប៉ះគ្នាយូរណាស់មកហើយរហូតដល់ពេលនេះទើបវាបានបង្ហាញខ្លួនវាក៏ដេកថាច័ន្ទទីថាគ្រាន់តែជាសមោចសង្អាតដែលអតិទេពមនុស្ស level 4តែប៉ុណ្ណោះតែអាចមើលដឹងថាវាលាក់ខ្លួននៅទីណាបានដែរពិតជាមិនធម្មតាពិតមែនសូមសរសើរអញ្ចឹងទៅស៊ូធានក៏បានចូលមកក៏រីកាទៀតថាពីកូនពួកអាសម័យទាំងអស់នោះដូចជាចម្លែកខ្លាំងមែនទែនតែពិតទៅគឺវាស្អប់បងប្រុសរបស់វាខ្លាំងណាស់តែចុងក្រោយនៅតែសុំជំនួយពីគេឥតគេខ្មាស់ពិតមែនជាងវាក៏បានបញ្ជាឲ្យបងប្រុសរបស់វានឹងបញ្ញាប់ហៅនៅគ្នារបស់ខ្លួនដើម្បីសម្លាប់ពួកវាចោលតែម្ដងទៅតែស៊ូយីនក៏តទៅវិញទៀតថាមិនចាំបាច់នោះទេឈុតឆាកនេះអាចជាខុសខើបន្តិចវាមិនស័ក្តិសមសម្រាប់ភ្នែកច្រើនមើលនោះទេវាងើងឈរខ្លាំងណាស់ងាកទៅស៊ូយីក៏បានចាក់ស៊ូធានមួយដាវចំកណ្ដាលបេះដូងដើម្បីផ្ដាច់ជីវិតវាសឹងតែមិនជឿនោះទេតែបងប្រុសរបស់វាហ៊ានសម្លាប់វាបែបនេះអ្នកស្រីក្រៅបង្គាប់ឃើញបែបនេះគិតថាមិនសូវស្រួលតែមិនអាចធ្វើអ្វីស៊ូយីនបានគ្រាន់តែវាបើកភ្នែកបន្តិចរន្ទះមួយក៏បានបាញ់រំលាយរាងកាយភ្លាមស៊ូធានខឹងខ្លាំងណាស់ហេតុអីឯងហ៊ានធ្វើបែបនេះដាក់យើងវាក៏បានប្រាប់ដល់ការពិតមូលហេតុដែលវាមករណ្ដៅអតិទេពនេះគឺមិនមែនស្វែងរកនៅវត្ថុទេពអ្វីនោះទេគឺវាមានផែនការផ្សេងហើយវាមិនចូលចិត្តធ្វើអ្វីដែលគួរធុញទ្រាន់នោះឡើយបងប្រុសប្រធានយ៉ាងក៏គិតថាអាយ៉ាឈុតឆាកនេះគឺពិសេសខ្លាំងណាស់បងប្អូនសម្រាប់គ្នាឯងទៅវិញទៅមកពិតជាខុសខើពិតមែន
ចាន់ស៊ូយិនក៏បាននិយាយទៀតថាបន្ទាប់ពីស្ដេចអាទិទេពលំហនឹងពេលវេលាដែលត្រូវជាប្រពន្ធរបស់ទេវតាហុងម៉ងបានស្លាប់ហើយនោះទេវតាលីងសៀដែលជាអ្នកក្បត់នឹងពួកគេទាំងពីរដែលធ្លាប់គោរពនៅស្ដេចលំហនឹងពេលវេលាក៏បានយកនៅដាវលំហនឹងពេលវេលានោះបកលទៅឲ្យឪពុករបស់យើងធ្លាប់សុំពុករបស់យើងពីបេដងទៅហើយក៏ប៉ុន្តែគាត់មិនព្រមឲ្យដាវនេះមកយើងនោះទេអញ្ចឹងទៅចាន់ស៊ូធីនក៏បានតទៅវិញជាថាគឺដោយសារតែបងមិនមានធាតុលំហនឹងពេលវេលានឹងហើយទើបបានជាគាត់មិនឲ្យតែវាមិនខ្វល់នោះទេវាក៏តទៅវិញជាថាមិនមែនត្រឹមតែដាវមួយនោះទេគឺមាននៅរឿងជាច្រើនទៀតដែលគាត់បដិសេធចាន់ស៊ូធីនក៏បញ្ជាក់ថាបើសិនជាឯងហ៊ានសម្លាប់យើងនោះតំណែងនៃមេបកគ្រូសាចាន់ក៏មិនប្រកាសថាជារបស់ឯងនោះដែរតែវាក៏តទៅវិញជាថាជាងឯងរងចាំជួបជាមួយនឹងចាន់ស៊ូសឹងនៅជាតិក្រោយទៅហើយឯងទៅពិភាក្សាគ្នាអំពីការដណ្ដើមតំណែងនោះវាក៏មិននឹកស្មានថាចាន់ស៊ូយិនហ៊ានធ្វើដល់ឋានៈនេះនោះដែរក៏បានកវត្តរាងកាយតែម្ខាងខ្លួនប្រាំងក៏បានរលាជាមួយនឹងព្រលឹងចាន់យ៉ាងក៏បានជួយថែមប្រមាណម៉ាត់ដែរឯងសម្លាប់វាហើយចង់ទម្លាក់កំហុសឲ្យយើងមែនទេវាក៏តទៅវិញទៀតថាគូក្បាលរបស់ឯងពិតជាឆ្លាតពិតមែនរឿងនេះមិនមែនសំខាន់នោះទេគឺយើងបានរៀបចំរួចទុកស្រេចមកហើយយើងក៏មិនអាចទុកជីវិតឲ្យពួកឯងដែរមានន័យថាវាមានផែនការផ្សេងយើងក៏សួរថាមិនសំខាន់មិនទៅរៀបចំមិនទៅចាន់យ៉ាងក៏និយាយបញ្ជាក់បញ្ហាមិនសំខាន់នេះឯងចង់សម្លាប់អ្នកណាដែលប្រជែងក្នុងការដណ្ដើមនៃតំណែងជាមេបកនៃគ្រូសាចាន់មែនទេអញ្ចឹងពេលនោះពួកយើងក៏លេងសំខាន់តទៅទៀតដែរព្រោះប្រពន្ធយ៉ាងក៏និយាយទៅថាត្រូវហើយហើយពេលនោះនឹងសល់តែឯងម្នាក់គត់ដែលជាកូនប្រុសនៃគ្រូសាចាន់អញ្ចឹងកញ្ចាចានពឹងដែលជាមេគ្រូសាចាន់ទោះបីជាគាត់ដឹងថាឯងសម្លាប់នៅបងប្អូនរបស់ឯងក៏ដោយក៏គាត់មិនអាចធ្វើអ្វីឯងបាននោះដែរអញ្ចឹងគាត់ប្រកាសជាជ្រើសរើសឯងធ្វើជាអ្នកស្នំតំណែងនៃគ្រូសាចាន់បន្ទាប់ទៀតនេះគឺជាការរៀបចំទុករបស់ឯងដើម្បីកុំឲ្យផែនការនោះបរាជ័យឯងកំណត់គោលដៅទៅលើពួកគេទាំងអស់ដើម្បីពាក់ស្បែកមុខយល់ល្អយកខ្លួនឯងវាក៏បានសើចជាងលឺក៏តទៅវិញទៀតថាពួកឯងពិតជាឆ្លាតជាងការរំពឹងទុករបស់យើងទៅទៀតបើសិនជាយើងអាចខ្លាចទៅជាអ្នកបន្តតំណែងនៃគ្រូសាចាន់យើងនឹងទុកជីវិតឲ្យឯងទៅចោះគឺសម្ដៅទៅលើឋានចាន់ហើយនឹងផ្ដល់តំណែងដ៏សំខាន់មួយទៅឲ្យឯងថែមទៀតឋានចាន់ក៏តទៅវិញទៀតថាយើងមិនចាប់អារម្មណ៍នោះទេអាថោកទៀតខ្ញុំថែមនោះទេអធិស្ឋានផងវាពិតជាខឹងនឹងឋានចាន់ជាខ្លាំងមិនស្គាល់កលៈទេសៈកូនចៅរបស់វាក៏បានបង្ហាញខ្លួនមនុស្សជាច្រើនក៏បានឡោមព័ទ្ធពួកគេបើទៅដូចជាក្រុមចៅអញ្ចឹងដែលមនុស្សទាំងអស់នោះគឺសុទ្ធតែឈានទៅដល់ level 8ហើយមាន2នាក់ទៀតគឺ level 9តាមពិតទៅមនុស្សទាំងអស់នោះគឺវាត្រៀមដើម្បីទប់ទល់ជាមួយនឹងប្អូនប្រុសរបស់វាមនុស្សស្មានថាវាខកខើដល់ថ្នាក់នេះវាក៏ទៅវិញទៀតថាអញ្ចឹងកុំបន្តយើងបង្កនៅភាពចលាចលចាត់ទុកថាមិនមែនជាសំណាងរបស់ឯងទៅចោះបងប្អូនទាំងនេះក៏បានយកមកកាត់ចង្វាក់ក៏និយាយទៀតថាបានហើយបានហើយឯងបានសម្លាប់បងប្អូនរបស់ឯងពួកយើងមិនចង់ប្រឡាក់ដែរនោះទេតែឯងគ្រាន់តែជាកូនប្រុសដែលមិនដែលទទួលបានការស្រឡាញ់ពីគ្រួសារតែប៉ុណ្ណោះជោគវាសនាពិតជាគួរអាណិតខ្លាំងមែនទែនធ្វើវាខឹងជាខ្លាំងវាក៏បានទម្លាក់កំហុសឲ្យពួកគេឲ្យកូនចៅរបស់ខ្លួនទាំងអស់នឹងសងសឹកឲ្យបងប្រុសទី1ពួកគេក៏បានឈ្មោះទៅចូលទៅដើម្បីសម្លេចឋានចាន់ចោលសៀនភ័យបារម្ភខ្លាំងណាស់តែឋានចាន់ប្រាប់ទៀតថាកុំបារម្ភអីបន្ទាប់មកក៏បានបញ្ចេញថាធរជាងយើងហើយនឹងអស្វាចាចេញមកខាងក្រៅពួកគេនៅក្នុងប្រាសាទយូរណាស់មកហើយចេញមកទីនេះក៏ហាត់ប្រាណបន្តិចទៅចាប់ផ្ដើមចាត់ការពួកគេក៏តែមិនទាន់បានសម្លាប់ទាំងស្រុងនោះទេអ្នកទាំង4ត្រូវប្រឈមមុខជាមួយនឹងអ្នកទាំង3តែនៅក្នុងនោះគឺមាននឹង level 9 ម្នាក់គឺអាប៉ែស៊ូជីនហើយ2នាក់ដែលចូលនៅក្បាលនោះគឺ level 8 នោះទេបើអង្គពេលយូរអ្នកទាំង4ក៏បានចូលទៅប្រឹងគ្នាតែម្ដងវាក៏បានលើកដាវដើម្បីទប់ទល់ខណៈពេលនោះធម្មពលប៉ះគ្នាធ្វើឲ្យរំជួយពេញមេឃើញតែពលឺនៃផ្លែដាវវាយក៏ក្រើងពុស្ទូក្រឹកក៏បានលេចចេញនៅសំពៅហោះមួយហោះចាក់ចេញពីទីនោះយ៉ាងលឿនតែប៉ុន្តែពួកគេបានរៀបចំនៅអន្ទាក់ដើម្បីចាក់ចេញពីទីនេះកម្លាំងបន្ថែមយ៉ាងពេលនេះក៏មិនអាចយកឈ្នះពួកគេបាននោះទេឋានយ៉ាង level 4ហើយគ្រីរបស់ខ្លួនក៏ level 4 ដែរតែបងយើងស្មានតែមាន level 5 ម្នាក់អត់នោះទេគឺ level 4 សឹងតែទាំងអស់គ្នាហ្នឹងអញ្ចឹងពួកគេមិនអាចយកឈ្នះ level 9 បាននោះទេតែ level 8 អាចវាយបានតែដោយសារនោះមាន level 9 ម្នាក់អញ្ចឹងពួកគេត្រូវតែបញ្ញាបរុតកិច្ចខ្លួនសិនដើម្បីជំរុញឲ្យការហ្វឹកហាត់កើនឡើងមួយកម្រិតទៀតពេលនោះនឹងអាចទប់ទល់ជាមួយនឹងស៊ូធានបានហើយស៊ូយិនបានហើយអញ្ចឹងទើបស៊ៀនក៏បានឌឺដងលៀនដាដល់ពួកវាមុននឹងចាក់ចេញទៅ